ឪពុកម្ដាយជាព្រះអរហន្តរបស់កូនទឹកចិត្តរបស់ព្រះអរហន្តដែលមានចំពោះពពួកជនហ្មត់ចត់យ៉ាងណាទឹកចិត្តរបស់ឪពុកម្ដាយដែលមានចំពោះកូនក៏ហ្មត់ចត់ដូច្នោះដែរសូមកូនទាំងឡាយកុំវាយតម្លៃទឹកចិត្តរបស់មាតាបិតាដែលជាព្រះអរហន្តក្នុងផ្ទះឲ្យស្មើនឹងទ្រព្យសម្បត្តិណានាក្នុងលោកនេះឲ្យសោះព្រោះវាលែងតែព្រះអរហន្តដែលអស់កិលេសហើយក្នុងលោកនេះមិនមាននរណាប្រាថ្នាល្អចំពោះកូនយ៉ាងពិតប្រាកដឲ្យដូចជាឪពុកម្ដាយរបស់កូនឡើយពេលនឹកដល់ព្រះត្រូវនឹកដល់ផ្ទះបើកូនកំពុងស្វែងរកព្រះអរហន្តដើម្បីក្រាបថ្វាយបង្គំសូមឲ្យនឹកដល់ផ្ទះរបស់កូនមាតាបិតាគឺជាព្រះអរហន្តក្នុងផ្ទះរបស់កូនព្រោះទឹកចិត្តរបស់មាតាបិតាមានសភាពបរិសុទ្ធដល់កូនប្រុសស្រីព្រះបិតាជាទឹកចិត្តរបស់ព្រះអរហន្តដែលអស់កិលេសដូច្នោះឯងកូនត្រូវតែយល់ដឹងតើមានមនុស្សប៉ុន្មាននាក់ដែលបានដឹងថាមាតាបិតាគឺជាព្រះក្នុងផ្ទះគេច្រើនតែស្វែងរកនិងបូជាចំពោះព្រះដែលនៅក្រៅផ្ទះតែប៉ុណ្ណោះចំណែកព្រះក្នុងផ្ទះដែលមានខ្យល់ដកដង្ហើមចេញចូលនៅឡើយហើយថែមទាំងនៅចិត្តបង្កើយជាមួយនឹងគេគ្រប់ពេលវេលានោះគេបែរជាមើលរំលងហួសផុតទៅវិញគួរឲ្យសង្វេគដូច្នេះកូនត្រូវតែយល់ដឹងហើយបដិបត្តិយកនៅមង្គលមកឲ្យជីវិតរបស់កូនកុំឲ្យហួសពេលឡើយស្រឡាញ់កូនគ្រប់វេលាសូម្បីតែកូនចម្រើនធំធាត់ពេញវ័យមាននៅភរិយាស្វាមីទៅហើយក៏ដោយក៏នៅក្នុងក្រសែភ្នែករបស់ឪពុកម្ដាយគឺកូននៅជាក្មេងជានិច្ចគឺជាក្មេងក្នុងសេចក្តីដឹងខ្លួនរបស់ឪពុកម្ដាយដែលឪពុកម្ដាយមានតែការស្រឡាញ់និងអាណិតអាសូរប៉ុណ្ណោះជាក្មេងដែលឪពុកម្ដាយចង់តែទូមានព្រានប្រដៅជាដរាបជាក្មេងដែលឪពុកម្ដាយត្រូវដាស់តឿននៅពេលធ្វើខុសនិងជាក្មេងដែលឪពុកម្ដាយហួងហែងរហូតអ្នកឲ្យជីវិតដល់កូនឪពុកម្ដាយគឺជាអ្នកប្រគល់ជីវិតឲ្យដល់កូនធ្វើឲ្យកូនបានបើកភ្នែកឃើញនៅលោកនេះរួចហើយឪពុកម្ដាយបានការពារភយន្តរាយមិនឲ្យមានដល់កូនឡើយរហូតដល់កូនបានធំពេញវ័យឪពុកម្ដាយព្យាយាមសាងនៅអនាគតដ៏ល្អឲ្យដល់កូនសោកគ្រប់ប្រការមាតាបិតាពិតជាព្រះនៅក្នុងផ្ទះប្រាកដមែនមិនអាចបដិសេធបានជីវិតកូនដែលជាប់ដោយខ្យល់ដង្ហើមចេញចូលនេះកូនមិនអាចបដិសេធបានថាមិនមែនជារបស់ឪពុកម្ដាយនោះឡើយព្រោះកូនមិនអាចបាននៅជីវិតនេះមកទេបើប្រះចាកម៉ែឪហើយនោះដូច្នេះទៅមាតាបិតាសំគួរនឹងទទួលបានគ្រឿងអលង្ការបូជាអំពីកូនដោយពិតយកចិត្តទុកដាក់ជាមួយព្រះក្នុងផ្ទះមនុស្សយើងមានព្រះនៅក្នុងផ្ទះគ្រប់គ្នាអ្នកខ្លះមានឪពុកអត់ម្ដាយអ្នកខ្លះនៅសល់ម្ដាយអត់ឪពុកអ្នកខ្លះទៀតមានជោគល្អគឺនៅមានទាំងឪពុកនៅមានទាំងម្ដាយកូនត្រូវយកចិត្តទុកដាក់មើលថែទាំអ្នកមានគុណឲ្យបានល្អបើមិនដូច្នោះទេវានឹងហួសពេលព្រោះទម្រាំតែនឹករលឹកឃើញថាត្រូវយកចិត្តទុកដាក់ថែទាំនោះលោកទាំងពីរអាចបាត់ខ្លួនពីលោកនេះរហូតទៅហើយសំណូមពរចុងក្រោយកូនមាសឪពុកសូមកូនជួយឲ្យឪពុកម្ដាយបានសម្រេចបំណងដែលជាទិសដៅនៃការអប់រំចិញ្ចឹមកូនគឺសូមឲ្យកូនបានជាមរតកដ៏សំខាន់បំផុតជាមរតកដែលឪពុកនិងម្ដាយរបស់កូនប្រគល់ឲ្យដល់ប្រទេសជាតិនិងពិភពលោកកាលបើឪពុកម្ដាយបំពេញតួនាទីរបស់ម៉ែឪបានសម្រេចដោយកូនមាសឪពុកជាមនុស្សល្អហើយឪពុកនិងម្ដាយរបស់កូនក៏មាននៅសេចក្តីសុខព្រោះសមតាមបំណងដែលបានកាត់ទុកតាំងពីកូននៅក្នុងផ្ទៃម្លេះនិងម្យ៉ាងទៀតម៉ែឪសប្បាយចិត្តត្រង់ដែលមានអ្នកបន្តវង្សត្រកូលដ៏ល្អគឺមាននៅចំណេះដឹងនិងមានការប្រព្រឹត្តយ៉ាងរៀបរយឪពុកសូមយកចិត្តដ៏បរិសុទ្ធស្មោះមកឲ្យពរដល់កូនសូមឲ្យតទៅកូនទាំងឡាយបាននៅទីយាតដ៏ល្អប្រព្រឹត្តតាមស្នាមដ៏ប្រពៃជាបន្តទៅទៀតនេះជាសច្ចវាចាពីឪពុករបស់កូន